បាទសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំបង្ហាញពីរបៀបក្នុងការ upload image របស់ Windows មិនថា Windows មិនថា Firewall មិនថា Switch មិនថាអីទេគឺយើង upload ចូលទៅក្នុង EVE ណាចឹងដើម្បី upload ចូលទៅក្នុង EVE អ្នកទាំងអស់គ្នាត្រូវយល់ពីគោលបំណងក្នុងការប្រើប្រាស់ EVE សិនចឹង EVE វាអត់មានអីខុសពី GNS3 ទេណាវាជា tool មួយសម្រាប់យើងធ្វើការ test ទៅលើ device ដោយសារយើងធម្មតាយើងទិញឧបករណ៍ពិតៗជាក់ស្ដែងគឺវាថ្លៃសម្រាប់យកមក testing ណាអញ្ចឹងគេបង្កើត EVE ហ្នឹងដើម្បីឲ្យយើងអាចប៉ះជាមួយនឹងការ configuration ពិតវាដូចគ្នាតែម្ដងគឺ file ដែលគេ build មកគឺដូចគ្នាវាអត់ខុសគ្នាពី GNS3 ទេគ្រាន់តែថា EVE តាមការប្រើប្រាស់មួយរយៈហ្នឹងគឺខ្ញុំគិតថា EVE គឺស្រួលប្រើហើយវាអត់សូវញ៉េញ៉ៃតែ GNS3 ពេលខ្លះវាអាចនឹងស៊ីធំបន្តិចអញ្ចឹងម៉ាស៊ីនអ្នកនរគ្នាអាច RAM 8GB ឡើងខ្ញុំ recommend 610G បើអាចព្រោះអី 610G គឺយើង run smooth ណាហើយ Core i5 ឡើងទៅល្អហើយអូខេអញ្ចឹងអ្នកនរគ្នាចូលមកក្នុង EVE អញ្ចឹង EVE អ្នកនរគ្នាគ្រាន់តែ install software របស់វាអញ្ចឹង software វាមិនមានអីច្រើនទេនេះគឺជា software ខ្ញុំបង្ហាញតិចសិនOkay, software EVE អញ្ចឹងអ្នកទាំងអស់គ្នាចូលទៅ download EVE នេះ file EVE នៅក្នុង Telegram ខ្ញុំអ្នកទាំងអស់គ្នាអាច join Telegram ឬក៏នឹងអាច join ឬក៏ subscribe channel របស់ខ្ញុំទៅ Telegram អ្នកទាំងអស់គ្នាអាច comment ទៅលើអ្វីដែលខ្ញុំ post ទៅស្នើសុំទាក់ទងជាមួយនឹង file EVE ឬក៏ image ផ្សេងៗដោយសារ file នោះវាធំអញ្ចឹងទៅខ្ញុំអត់បានតម្លាក់ទេណាអ្នកទាំងអស់គ្នាអាចយក link យកអីពីខ្ញុំទៅដើម្បីធ្វើការ download បានណានេះអញ្ចឹងអានេះវាអត់ខ្វះ image ទេអ្នកនរគ្នាសម្បូរអញ្ចឹងអ្នកនរគ្នាគ្រាន់ install នេះហើយមាន tool អីផ្សេងៗក៏ tick install នេះរហូតទៅបញ្ចប់ទៅតើមកអ្នកនរគ្នាទៅកន្លែងនេះអញ្ចឹងមាន file VMware មួយទៀតក៏ចុច open មកហើយបើកវាអូខេថាចុចបើកវាមួយមកនេះហើយកន្លែងនេះអ្នកនរគ្នាដាក់ឈ្មោះវាមកឈ្មោះអីគេឥឡូវរបស់ខ្ញុំមានហើយឈ្មោះ EVE ចុះណាអូខេមួយទៀតអញ្ចឹង path អ្នកទាំងអស់គ្នាយកទៅដាក់ណាធម្មតាអ្នកទាំងអស់គ្នាគួរដាក់នៅ drive D drive E ណាព្រោះអីនៅលើ drive default របស់វាគឺវាទុកនៅលើ drive C កាលណាទុកលើ drive C ធ្វើឲ្យម៉ាស៊ីនអ្នកទាំងអស់គ្នាអាចនឹងពេញអញ្ចឹងអាកន្លែងនេះអ្នកទាំងអស់គ្នាប្រើទុកនៅកន្លែង drive D ទៅណាបង្កើត folder មួយហើយទុកវានៅហ្នឹងហើយដាក់ឈ្មោះវាទៅដោយសារខ្ញុំបង្កើតរួចហើយណាអូខេអញ្ចឹងវីដេអូនេះគឺខ្ញុំបង្ហាញពីរបៀបក្នុងការ upload ចូល image របស់ FortiGate upload ចូលទៅក្នុង EVE ណាអញ្ចឹងចូលមកអញ្ចឹងអ្នកនរគ្នាត្រូវការកម្មវិធីមួយគឺហៅថា WinSCP ណាធ្វើការ upload ចូលឬក៏ FileZilla ក៏បានដែរប៉ុន្តែ recommend ប្រើប្រាស់ WinSCP ទៅវាត្រូវគ្នាអញ្ចឹងគ្រាន់ចុច WinSCP ហ្នឹង install ហើយ download វាមកអូខេតោះមកអ្នកនរគ្នា hostname បើអត់មាន load ទេអ្នកនរគ្នាចុចកន្លែង new session មកវាចេញហើយណាអូខេអញ្ចឹង hostname ខ្ញុំគឺខ្ញុំមើលទៅអូខេអញ្ចឹងអ្នកនរគ្នាមើលកន្លែងនៃបង្កើតរបស់វាគឺមានដាក់ adapter bridge ឬក៏ចុចលើវាមកហើយយក setting អ្នកនរគ្នា bridge ក៏បានឬក៏យក NAT ក៏បានអញ្ចឹងវានឹងបង្ហាញ IP ហើយបើសិនជាឃើញ IP កន្លែងនេះលោតប៉ុណ្ណាអ្នកនរគ្នាគ្រាន់តែយក IP ហ្នឹងមកវាយចូលមកណា 90.248 អូខេហើយ SFTP ណាអូខេ user root password EVE ណាអូខេធ្វើកាច់ចូលហើយបើសិនជាវាចុចសួរដំបូងយើង connect ដំបូងវាអាចនឹងសួរ yes no ហើយអញ្ចឹងចុច yes មកវានឹងលោតដល់ហ្នឹងអញ្ចឹងដើម្បីធ្វើការ upload ចូលណាអញ្ចឹងអ្នកនរគ្នាត្រូវប្រកាសថាអ្នកនរគ្នាមាន image file របស់វាទៅថាអ្នកនរគ្នាចង់ប្រើប្រាស់អីគេចង់ប្រើប្រាស់ទៅលើ Windows HP ហ្នឹងគាត់ថា Windows HP ចុះណាខ្ញុំ upload HP ដោយសារ HP វាទូចជាង upload ឆាប់ចប់អូខេអញ្ចឹងខ្ញុំចូលទៅក្នុង file របស់ខ្ញុំមកនេះណានេះខ្ញុំដាក់ Windows Win HP Live អញ្ចឹងវាមាន file hda.qcow 2ហ្នឹងណាអញ្ចឹងអ្នកនរគ្នាគ្រាន់តែចូលទៅក្នុង EVE យើងមក
OPT អ្នកនរគ្នាចូលក្នុង OPT អូខេ unit lab មើលអត់ទាន់ OPT unit lab add on QEMU អូខេ sorry សុំម្ដងទៀតផ្លេចខុសអូខេចឹង Q add on QEMU ណាអូខេតើមកអ្នកនរគ្នាបង្កើត folder មួយក៏បានឬក៏ upload folder នឹងចូលមកអញ្ចឹងអ្នកនរគ្នាប្រើទៅកាន់try ដែលអ្នកនរគ្នាផ្ទុក EVE image ហ្នឹងអូខេអញ្ចឹងអ្នកនរគ្នាស្វែងរកWindows HP ហើយអូសចូលមកអូខេចុចអូខេមកវាធ្វើការចូលអញ្ចឹង HP ខ្ញុំគឺវា 2G ណាអញ្ចឹងរឿងធំណាស់អញ្ចឹងនៅក្នុង Windows សម្រាប់ Windows HP អ្នកនរគ្នាចូលទៅកែ permission បានយើងបើកចេញណាបើមិនអញ្ចឹងទេបើកអត់ចេញទេអ្នកនរគ្នាអូខេចឹងអ្នកនរគ្នានៅក្នុង HP អ្នកនរគ្នាត្រូវចូលទៅ edit permission មួយទៀតណាចាំមើលខ្ញុំចូលទៅ edit សិនអញ្ចឹងដើម្បីចូលទៅ edit permission អ្នកនរគ្នាចូលទៅក្នុងនេះមកលើហ្នឹងហើយធម្មតាអ្នកនរគ្នាមើលទៅដើម្បីចូលតាមVMware ហ្នឹងអ្នកនរគ្នាវាយ root EVE ណា password អូខេroot EVE អូខេអូខេអញ្ចឹងខ្ញុំ restart វាមួយសិនជុំឲ្យយើងដាក់ password ណាអញ្ចឹងយើងដាក់សិនទៅអញ្ចឹងដើម្បីចូលទៅបើកVMware Windows HP ណាអញ្ចឹងវាត្រូវតែចូលទៅ edit permission ហ្នឹងអូខេអញ្ចឹងខ្ញុំធ្វើការចូលម្ដងទៀត root password EVE ណាអូខេអញ្ចឹងអ្នកនរគ្នាប្រើប្រាស់ command នេះមួយយើងចូល OPT unit lab ណាចូលទៅក្នុង directory របស់វា wrapper un wrapper .clear a fix permission អូខេមាន S ណាបើអ្នកនរគ្នាប្រើ command ហ្នឹងទេអ្នកនរគ្នាបើក VMware ក៏បើកអត់ចាញ់ដែរបើកWindows HP ហ្នឹងណាអញ្ចឹងដើម្បីធ្វើការ log ចូល EVE ដើម្បីធ្វើការ log ចូល EVE អ្នកនរគ្នាវាយ IP មក 90.238 អូខេអញ្ចឹង default password របស់ EVE admin user នៅក្នុង web browser គឺ admin ហើយនឹង password EVE អូខេ EVE តើមកនេះគឺជាអ្វីដែលអ្នកទាំងអស់គ្នាបង្កើតដំបូងអញ្ចឹងអ្នកទាំងអស់គ្នាអាចបង្កើត add new មក lab test ទៅណាបង្កើត project ថ្មីទៅអូខេមិនបាច់ធ្វើអីទេណាអញ្ចឹងអ្នកទាំងអស់គ្នាឃើញមាន log នោះគឺសម្រាប់នៅពេលដែលអ្នកទាំងអស់គ្នាបង្កើត virtual machine អីដាក់អូសឬក៏ design network infrastructure នៅលើហ្នឹងហើយកុំឲ្យវាពេលណាយើងប៉ះម៉ៅអីទៅវាអាចនឹងធ្វើឲ្យ device របស់យើងរត់តែនេះទៅនោះអញ្ចឹងអ្នកនរគ្នាដាក់ចុច lock មួយទៅគឺវាអត់រត់ទេណាអញ្ចឹងខ្ញុំ add អញ្ចឹងកន្លែងនេះគឺ add គឺអ្វីដែលកាលណាវាចេញសញ្ញាអញ្ចឹងគឺមានន័យថា slash ពណ៌ប្រផេះអញ្ចឹងគឺវាអត់បាន add image ចូលទេណាអញ្ចឹងអ្នកនរគ្នាមើល Windows ខ្ញុំបាន add ចូលហើយឃើញទេ HP Live ហ្នឹងអូខេអញ្ចឹងខ្ញុំធ្វើការអញ្ចឹង HP ខ្ញុំដាក់ RAM តែ2048ទេអូខេ2048 RAM 2GB ទេណាអញ្ចឹងចុចហើយខ្ញុំចុចបើកអូខេ
ចឹងឧទាហរណ៍ថាខ្ញុំអត់ចង់ឲ្យ VMware ចង់ឲ្យម៉ាស៊ីនរបស់ខ្ញុំ move ទៅណាបានទេខ្ញុំចុច lock កាន់ lock វាចេញក្រហមអញ្ចឹងចុចចាប់មិនក៏អត់ទៅដែរណាអូខេហើយ dark អ្នកនរគ្នាចង់ឲ្យវា dark mode ចង់អីក៏បានដែរណាចុច lock អញ្ចឹងដើម្បីបើកខ្ញុំចុច double click លើវាក៏បានហើយយកវា open អញ្ចឹងយើង open VMware អញ្ចឹងវាអត់ខុសគ្នាពី GNS3 ទេគេថានេះវារាងអាចធូរម៉ាស៊ីនជាងណាអូខេ RAM 4G ក៏យើងអាច run បានដែរគេថាយើងចង់បើកច្រើន device គឺរឿងពិបាកបន្តិចអូខេនេះគឺជាវិធីសាស្ត្រក្នុងការ upload image របស់ EVE ចូលទៅក្នុងEVE virtual machine របស់យើងណាអូខេចុះឧទាហរណ៍អ្នកទាំងអស់គ្នាចង់ upload អីគេ MikroTik មួយទៀតណា off វាចូលមកអូខេភាសាខ្ញុំផ្ដាច់មិញណាអូខេខ្ញុំអាចធ្វើការ login ចូលម្ដងទៀតក៏បានហើយខ្ញុំអាច upload ស្អីផ្សេងទៀតក៏អូសដាក់មកចូលទៅតាម path របស់វាណាអញ្ចឹងការប្រើប្រាស់ EVE គឺមានតែប៉ុណ្្នឹងទេសម្រាប់ធ្វើការចែករំលែកដល់អ្នកទាំងអស់គ្នាពីរបៀបក្នុងការ import បញ្ចូលអីណាអូខេអញ្ចឹងសម្រាប់Windows HP អ្នកទាំងអស់គ្នាត្រូវការអីអ្នកទាំងអស់គ្នាគ្រាន់ comment ទៅខ្ញុំតម្លាក់ link ឲ្យហើយវាត្រឹមធំហើយខ្ញុំមិនអាចផ្ញើក្នុង Telegram បានទេណាអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកអ្នកទាំងអស់គ្នាអរគុណច្រើន